បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាហើយថ្ងៃនេះខ្ញុំសូមចែករំលែកនៅប្រធានបទថ្មីហើយក៏ជាប្រធានបទដែលយើងតែងនិយាយពីសេចក្តីស្រឡាញ់ហើយសេចក្តីស្រឡាញ់នេះគឺខ្ញុំធ្លាប់បាននិយាយពីជាច្រើនទៅទៅនឹងប្រធានបទដែលខ្ញុំបាននិយាយចឹងគឺសេចក្តីស្រឡាញ់គឺយើងអាចចែករំលែកទៅកាន់បងប្អូនសាច់ញាតិថាឪពុកម្ដាយដែលមើលបានបង្កើតយើងមកឬក៏អ្នកនៅជុំវិញខ្លួនមិនថាអ្នកធ្លាប់បានរៀនជាមួយគ្នាឬក៏អ្នកបានធ្វើការអីទេគឺយើងអាចនឹងចែកក្តីស្រឡាញ់ហ្នឹងទៅកាន់ពួកគាត់បានហើយថ្ងៃនេះក៏ខ្ញុំលើកពីប្រធានបទដែលតកតទៅនឹងការដែលយើងធ្វើការដែលយើងស្រឡាញ់ហើយយើងក៏សប្បាយចិត្តនឹងទទួលនឹងប្រាក់ខែដែលយើងបានផងដែរហើយចឹងប្រធានបទនេះគឺវាជារឿងមួយដែលខ្ញុំធ្វើការជារៀងរាល់ថ្ងៃខ្ញុំតែងតែមានចិត្តឬក៏ការដែលយើងស្រឡាញ់ការងារដែលយើងធ្វើតាំងពីយើងបានធ្វើតាំងពីដែលយើងមកដល់ក្រុងអីចឹងណាយើងបានធ្វើការជាមួយបងប្អូនដោយសារតែទឹកចិត្តរបស់យើងគឺក្នុងដែលយើងធ្វើការហ្នឹងគឺដោយសារយើងធ្វើអស់ពីលទ្ធភាពធ្វើអស់ពីសមត្ថភាពរបស់យើងហើយក៏យើងសប្បាយរីករាយជាមួយនឹងការងារដែលយើងធ្វើតាំងពីរហូតមកដល់សប្តាហ៍នេះទោះថាការងារខ្លះគឺវាអាចនឹងប្រែប្រួលទៅតាមជាក់ស្ដែងឬក៏ការងារខ្លះក៏យើងអាចនឹងប្រែប្រួលទៅតាមក្រុមហ៊ុនដែរប៉ុន្តែការងារដែលយើងធ្វើតាំងពីក្មេងឬក៏អីមកគឺយើងនៅតែមានទឹកចិត្តមួយដែលវាផ្ដោតទៅលើសេចក្តីស្រឡាញ់ជាធំដែរកាលនៅក្មេងៗយើងធ្លាប់ធ្វើការជាមួយបងប្អូនហ្នឹងដោយពេលខ្លះយើងមិនដឹងថាថាការងារយើងស្រឡាញ់ប៉ុន្តែពេលដែលយើងចង់បានលុយគេហ្នឹងគឺមានអារម្មណ៍ថាពេលខ្លះគឺបើយើងអត់បានចេញកម្លាំងចេញពីសមត្ថភាពយើងក៏យើងនឹងពិបាកទទួលដែរហ្នឹងខ្ញុំធ្លាប់បានធ្វើការជាមួយបងប្អូនហ្នឹងប៉ុន្តែក៏វាមិនបានប្រាក់ខែអីណាស់ណាដែរដោយសារតែគេឲ្យតាមលទ្ធភាពរបស់យើងតែយើងប្រឹងទៅគេឲ្យតាមជានេះចឹងទៅឲ្យថាឲ្យយើងទៅរៀនអីចឹងទៅយើងស្នាក់នៅមួយគេប៉ុន្តែវាក៏វានឹងពិបាកដែរដោយសារតែយើងធ្វើការពេលខ្លះវាលើសលប់វា over ដែរវាអាចថាការងារខ្លះវាលើសទៅដល់ជិត10ម៉ោងអីចឹងទៅក៏យើងមានអារម្មណ៍ថាយើងធ្វើការពីក្មេងវារងពីបញ្ហាការងារហ្នឹងតាំងពីក្មេងវាការរៀនសូត្រហ្នឹងគឺយើងរៀនសូត្របានតិចតួចដែរពេលដែលយើងមកពីសាលាទៅគឺយើងចាប់ផ្ដើមធ្វើការឲ្យគេធ្វើការឲ្យបងប្អូនចឹងទៅធ្វើខ្លួនយើងក៏វាមានពេលវេលាតិចក្នុងការដែលយើងព្យាយាមក្នុងការដែលយើងរៀនសូត្រដោយសារយើងផ្ដោតទៅលើការងារតាំងពីក្មេងមករហូតដល់ចឹងណាចឹងទៅខ្ញុំគិតថាយើងពិតជាមានអារម្មណ៍ថាយើងចូលចិត្តការងារដែលយើងធ្វើហ្នឹងប៉ុន្តែពេលដែលយើងធ្វើនៅជាមួយបងប្អូនរយៈពេលយូរៗទៅវាធ្វើឲ្យការងារដែលយើងស្រឡាញ់ហ្នឹងវាស្រឡាញ់តែពេលដែលយើងធ្វើដល់ពេលដែលយើងថាយើងនៅរៀនអីចឹងទៅយើងរៀនចឹងទៅយើងសប្បាយចិត្តជាមួយការងារយើងធ្វើតែពីប្រាក់ខែវិញគឺយើងមើលឃើញវាលទ្ធភាពពិបាកមែនទែនដែលគេផ្ដល់ឲ្យយើងចឹងទៅរហូតខ្ញុំគិតថាវានឹងពិបាកទទួលដែរនៅពេលដែលយើងខ្វះខាតទៅពេលដែលយើងអត់លុយឬក៏អីចឹងទៅឬពេលដែលយើងទៅរៀនចឹងទៅដូចថាយើងទៅរៀនអង់គ្លេសទៅអីចឹងទៅវាមានអារម្មណ៍ថាពិបាកដែលពេលដែលយើងបានប្រាក់ខែមិនដូចគេដែលគេចូលមកវាខែពេញអីចឹងទៅយើងប្រឹងយើងបានអីទាំងការចំណូលខ្ញុំធ្វើការមួយបងប្អូនវាពិបាកមែនទែនរហូតដល់យើងបានរៀនដល់ទី9ដែលយើងរៀនគួររៀនអញ្ចឹងបានប្រាក់ខែវាមកសមរម្យអីចឹងទៅហើយចឹងទៅក៏ចំនួនរៀនទី9ហ្នឹងក៏មានបងប្អូនខ្ញុំក៏បានមកពេញរៀនទៅបានគាត់ជួយប្រាប់ជួយសុំអីចឹងទៅក៏យើងបានប្រាក់ខែអាចថាវាអាចជួយក្នុងការដែលយើងបានរៀនសូត្រក្នុងការបង់ថ្លៃសាលាអីចឹងទៅហើយក៏វារយៈពេលយូរដែរយើងអត់មានសឹងថាពេលខ្លះពិបាកនឹងមានលុយទៅខេត្តអីចឹងទៅលុះត្រាតែគេឲ្យចឹងទៅបានយើងមានលទ្ធភាពទៅខេត្តដល់ពេលដែលយើងទៅខេត្តម្ដងមានអារម្មណ៍ថាយើងដូចធ្វើការយូរៗវាអត់មានតម្លៃសូម្បីមកស្រុកភូមិក៏ពេលខ្លះអត់មានលុយទៅស្រុកភូមិផងបងប្អូនពេលខ្លះមានអារម្មណ៍ថាយើងមានអារម្មណ៍តូចចិត្តដែរពេលយើងធ្វើការមួយគេទោះយើងមានរឿងល្អខ្លះរឿងអាក្រក់ខ្លះដោយសារតែយើងបានជួយគេដែរប៉ុន្តែធម្មតាគេមិនសូវផ្ដល់តម្លៃផ្ដល់លុយកាក់ឲ្យយើងក្នុងការដែលយើងមានលុយកាក់ក្នុងការដែលមានលទ្ធភាពវាអាចថាយើងមានលទ្ធភាពច្រើនក្នុងការដែលយើងចង់ទិញអីរបស់ខ្លួនយើងចង់បានអីរបស់ខ្លួនយើងហើយក៏យើងព្យាយាមសមណាស់តែសមបានតិចតួចអញ្ចឹងទៅត្រូវទៅសាលារៀនទៅទិញនំទៅទិញអីចឹងទៅបានមកសមរម្យក្នុងការដែលយើងទទួលបានទេរហូតដល់យើងបានរៀនចប់អីចឹងទៅក៏យើងនឹកឃើញថាពួកគាត់ក៏បានជួយលុយកាក់ដើម្បីយើងបានរៀនបន្តដែរអញ្ចឹងទៅគឺយើងភ្លេចគុណពួកគាត់ដែរគ្រាន់តែពេលខ្លះយើងបកតែនិយាយរឿងដែលយើងជួបនឹងបញ្ហាតែពេលដែលយើងអ្នកខ្លះឃើញលុយធំណាសម្រាប់ខ្ញុំមើលឃើញលុយដែលខ្ញុំធ្លាប់ធ្វើការតាំងពីក្មេងមកលុយសម្រាប់ខ្ញុំគឺវាតូចសម្រាប់ខ្ញុំណា
ព្រោះថាសម្រាប់ខ្ញុំបើសិនជាទឹកចិត្តផងខ្ញុំវិញបើសិនជាគេទិញខ្ញុំគឺទិញមិនបានទេយកលុយនឹងរាប់លានយកមកទិញខ្ញុំក៏ខ្ញុំពិបាកនឹងយកដែរដោយសារការងារដែលខ្ញុំស្រឡាញ់គឺខ្ញុំចេញពីចិត្តផងខ្ញុំអញ្ចឹងខ្ញុំថាពេលខ្លះលុយវាមិនសូវសំខាន់សម្រាប់ខ្ញុំដល់ពេលខ្ញុំធ្លាប់ធ្វើការដែលខ្ញុំពិបាកតាំងពីក្មេងមកលុយមើលឃើញថាលុយរាប់លានរាប់កោតប៉ុណ្ណាវាដូចជាលុយដល់ពេលกระดาษអញ្ចឹងវាដូចជាกระดาษអញ្ចឹងប៉ុន្តែបើលុយដែលយើងចេះយើងធ្វើវាយើងពេញចិត្តវាវិញគឺលុយហ្នឹងគឺវាមានតម្លៃជាមួយនឹងការងារដែលយើងធ្វើផងដែរអញ្ចឹងខ្ញុំគិតថាលុយដែលក្រុមហ៊ុនដែលខ្ញុំធ្វើការសប្តាហ៍គឺខ្ញុំពិតជាស្រឡាញ់ក្រុមហ៊ុនដូចគ្នាហើយខ្ញុំក៏ស្រឡាញ់នៅការដែលគាត់បានផ្ដល់អត្ថប្រយោជន៍យើងពេញលេញដែរប៉ុន្តែការដែលយើងស្រឡាញ់យើងពេញចិត្តនឹងកន្លែងក្រុមហ៊ុនពេញចិត្តនឹងប្រាក់ខែឬក៏ពេញចិត្តអ្វីដែលយើងធ្វើហ្នឹងប៉ុន្តែសមត្ថភាពដែលយើងធ្លាប់ធ្វើយើងធ្លាប់បញ្ចេញវិញវានៅអត់ដល់កម្រិតដែលយើងចេះពេលអញ្ចឹងទៅយើងមានអារម្មណ៍ថាយើងក៏នឹងពិបាកទទួលដូចគ្នាដែរសម្រាប់ដែលខ្ញុំធ្វើការអញ្ចឹងទៅខ្ញុំពិតជាគោរពនិងស្រឡាញ់នៅក្រុមហ៊ុនមិនថាក្រុមហ៊ុនខ្ញុំជួបមេមុនហើយនឹងក្រុមហ៊ុនក្រោយដែលខ្ញុំបានជួបពេលគឺខ្ញុំតែងតែគោរពនឹងអរគុណពួកគាត់ជានិច្ចហើយក៏អរគុណការដឹងគុណពួកគាត់ជានិច្ចដែលគាត់បានជួយដែរហើយខ្ញុំក៏គិតថាខ្ញុំដែរបានខ្ញុំបកទៅវិញពេលដែលខ្ញុំបានធ្វើការមួយបងប្អូនរហូតដល់ខ្ញុំបានរៀនចប់ទៅខ្ញុំបានធ្វើការមួយខាងទូខាងអីចឹងទៅវាបានប្រាក់ខែច្រើនសម្រាប់ខ្ញុំទៅខ្ញុំពិតជាសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំបានប្រាក់ខែដំបូងដែលខ្ញុំធ្វើការប៉ុន្តែប្រាក់ខែនោះខ្ញុំក៏ត្រូវសងទៅបងខ្ញុំដែរដោយសារវាមានអ្នកខិលខូចដែររស់ស៊ីបោកយើងអីចឹងទៅយើងត្រូវដោះស្រាយបងព្រោះអញ្ចឹងទៅយើងបងមួយខែគាត់ប្រហែលអញ្ចឹងទៅវាពិបាកមែនទែននៅពេលដែលយើងបានជួបក្រុមហ៊ុនល្អកន្លែងល្អហើយក៏ពេលខ្លះក៏វាត្រូវដោះស្រាយនៅជីវភាពនៅបញ្ហាដែលយើងជួបដូចគ្នាដែរតែក៏យើងនៅតែសប្បាយចិត្តនឹងការងារដែលយើងធ្វើយើងពេញចិត្តមែនទែនហើយខ្ញុំបានធ្វើការនៅខាងផ្នែកទទួលអញ្ចឹងទៅមានអារម្មណ៍រីករាយនៅក្នុងការដែលយើងចូលចិត្តមែនការងារដែលយើងចូលចិត្តហើយយើងស្រឡាញ់វាអញ្ចឹងណាស្រឡាញ់នេះធ្វើឲ្យយើងនឹងនឹកតែរឿងល្អហើយយើងក៏សប្បាយចិត្តនៅពេលដែលយើងបានធ្វើយើងបាននេះហើយខ្ញុំនៅតែនឹកឃើញដែលខ្ញុំបានចូលទទួលដំបូងខ្ញុំនឹកឃើញដល់បងរៀមច្បងលោកពូដែលគាត់បានណែនាំយើងជួយបរៀនយើងបន្ថែមនៅពេលដែលយើងចេះអត់ចេះអីគាត់ព្យាយាមជួយណែនាំយើងហើយព្យាយាមជួយបរៀនយើងហើយខ្ញុំក៏អរគុណអ្នកដែលគាត់ជាអ្នកដែលមានទឹកចិត្តល្អហើយអ្នកគាត់ដែលជាខ្សែគាត់អ្នកដែលមាននិយាយទៅគាត់ចិត្តធម៌ចិត្តបុណ្យការដែលជួយគ្នាអញ្ចឹងណាចឹងទៅខ្ញុំគិតថាខ្ញុំធ្លាប់រងការពិបាកធ្លាប់ធ្វើការមួយបងប្អូនយូរអីចឹងទៅខ្ញុំក៏វាដឹងពីតម្លៃនៃលុយហ្នឹងទៅចឹងទៅលុយក៏ពេលខ្លះយើងវាចង់បានប៉ុន្តែដែលយើងចង់បានក៏យើងបញ្ចេញពីសមត្ថភាពយើងអញ្ចឹងទៅខ្ញុំបានចូលទៅខាងផ្នែកទៅខ្ញុំព្យាយាមបានធ្វើបានអីចឹងទៅខ្ញុំក៏បានរៀនសូត្រពីកន្លែងដែលខ្ញុំធ្វើការពីទទួលដំបូងហើយខ្ញុំក៏នឹងអរគុណអ្នកបងព្រោះដែលគាត់បានជួយផ្ដល់ឱកាសខ្ញុំបានទៅធ្វើការនឹងដែរហើយខ្ញុំក៏អរគុណរៀមច្បងអ្នកបងធ្លាប់ធ្វើការពីមុនដូចគ្នាដែលគាត់បានជួយខ្ញុំដែរដែលខ្ញុំនឹកឃើញដែរអ្វីដែលល្អដែលខ្ញុំបានធ្វើការពីមុនហើយក៏ខ្ញុំសប្បាយចិត្តដែរហើយខ្ញុំក៏គាត់ថានៅពេលដែលខ្ញុំចេញពីការងារហ្នឹងទៅខ្ញុំក៏បានបន្តនៅការងារហ្នឹងនៅជាមួយបងប្អូននៅក្នុងការក៏បានចូលទៅខាង production អីចឹងទៅក៏យើងធ្វើវាសប្បាយចិត្តនឹងការដែលជួយពួកគាត់ដដែលគាត់ណាពេលដែលយើងចូលធ្វើអញ្ចឹងមិនថាប្រាក់ខែគាត់ឲ្យមកសមរម្យសម្រាប់យើងមានលទ្ធភាពមកយើងអាចថាយើងរៀនបន្តអីចឹងណារៀននៅសាកលរៀនអីចឹងទៅយើងក៏បានធ្វើរឿងហ្នឹងយើងបានរៀនរហូតមកដល់សប្តាហ៍ចប់ចឹងទៅក៏នឹកឃើញពួកគាត់ដែរហើយចឹងក៏យើងគិតថានៅពេលដែរយើងនឹកឃើញគុណពួកគាត់អីចឹងទៅយើងក៏មិនចង់យើងគិតថាយើងធ្វើការមួយពួកគាត់ទៅក៏គាត់ផ្ដល់អត្ថប្រយោជន៍យើងច្រើនផ្ដល់ឱកាសយើងច្រើនក៏យើងក៏មិនដាក់កំហិតដាក់សម្ពាធអីច្រើនដោយកន្លែងផ្សេងៗដែលយើងបានធ្លាប់ជួបបានឆ្លងកាត់ចឹងណាតែយើងនៅតែនឹកឃើញថាពេលខ្លះដូចខ្ញុំនិយាយចឹងខ្ញុំបានធ្វើការជាមួយខាងបងប្អូនខ្ញុំក៏ដោយក៏ខ្ញុំនឹកឃើញគុណរបស់គាត់បានជួយហើយក៏ជាការមួយដែលខ្ញុំបានចេះដឹងហើយខ្ញុំក៏នៅតែស្រឡាញ់ការងារដែលខ្ញុំធ្វើមកដល់សប្តាហ៍ដែរហើយក៏ខ្ញុំបានជួបក្រុមហ៊ុនជាច្រើនដែលគាត់បានផ្ដល់តម្លៃឲ្យខ្ញុំហើយខ្ញុំក៏នឹកឃើញក្រុមហ៊ុនដែលគាត់បានផ្ដល់ឱកាសឲ្យអ្នកបានជួយអញ្ចឹងណាខ្ញុំនៅតែនឹកឃើញគុណពួកគាត់ដែលបានជួយអញ្ចឹងខ្ញុំរហូតដល់បានចូលទៅក្រុមហ៊ុនផ្សេងៗអញ្ចឹងទៅគឺលទ្ធភាពដែលយើងបានរៀនសូត្រយើងបានចិត្តអញ្ចឹងទៅប្រាក់ខែដែលយើងបានទទួលយើងពិតជារីករាយនឹងការដែលទទួលនឹងប្រាក់ខែដែលយើងទទួលយកទៅយើងរីករាយមែនតើប៉ុន្តែសួរថាឲ្យយើងសងអត់ក៏វានៅតែមានភាពខ្វះខាតនៅឡើយទេដោយសារតែ
យើងធ្វើការទៅយើងតែមានខ្វះមុខខ្វះក្រោយបងថ្លៃផ្ទះបងថ្លៃអីផ្សេងៗអីចឹងទៅក៏មាននៅការដែលជួបប្របាកដូចគ្នាដែរហើយมันក៏មកដល់សប្តាហ៍នេះក៏យើងគិតថាពេលខ្លះក៏យើងនឹកឃើញក្រុមហ៊ុនមុនតកែដែលគាត់មានចិត្តល្អចិត្តធម៌ចិត្តបុណ្យចឹងទៅក៏យើងបានធ្វើការមួយគាត់រយៈពេល1ឆ្នាំជាងទៅក៏យើងសប្បាយរីករាយជាមួយការងារដែលយើងបានធ្វើទោះថាមានល្អខ្លះមានអាក្រក់ខ្លះក៏ខ្ញុំក៏ទទួលស្គាល់ថាវាតែងតែកើតមានដែរដោយសារតែយើងនៅពេលដែលយើងធ្វើវាតែងតែមានប៉ះទង្គិចឬក៏ការដែលមនុស្សវាតែងតែមានការដែលខ្វែងគំនិតគ្នាខ្លះវាតែងតែកើតមានហើយប៉ុន្តែអ្វីដែលយើងគិតថាទោះជាយ៉ាងណាក៏ដោយទៅដល់ទីកន្លែងណាក៏ដោយក៏យើងគិតថាវាគ្មានអីដែលមានតម្លៃជាងមនុស្សដែលចេះគ្រប់ការឲ្យតម្លៃគ្នាហើយក៏ដែលយើងស្រឡាញ់ចេះជួយគ្នាហើយក៏យើងគិតថាយើងតែងតែនឹកឃើញអ្វីដែលល្អៗដែលយើងបានជួបគ្នាយើងសាងជាមួយគ្នាដោយអំពើល្អផងយើងហើយចិត្តស្រឡាញ់ផងយើងចិត្តជួយឬក៏យើងចេះចែករំលែកទៅអ្នកដទៃចឹងទៅក៏យើងនៅតែសប្បាយចិត្តដែរហើយខ្ញុំក៏មកដល់ក្រុមហ៊ុនដែលខ្ញុំធ្វើការសប្តាហ៍នេះគឺខ្ញុំពិតជាសប្បាយចិត្តនឹងការងារដែលយើងធ្វើរយៈពេល1ឆ្នាំ2ឆ្នាំទោះថានៅឆ្នាំទី3នេះគឺយើងធ្វើការវាមិនទាន់អស់ពីលទ្ធភាពដែលយើងចង់បានប៉ុន្មានតែយើងនៅតែមានអារម្មណ៍ថាយើងនៅតែស្រឡាញ់ការងារដែលយើងធ្វើចឹងទៅយើងគិតថាយើងនឹងមានឱកាសទៅធ្វើការងារកន្លែងផ្សេងដែលយើងអាចនឹងបញ្ចេញសមត្ថភាពលើសអ្វីដែលយើងរំពឹងនៅក្នុងកន្លែងដែលយើងធ្វើការសប្តាហ៍ចឹងទៅខ្ញុំគិតថាទោះថាមានប្រាក់កម្រៃសម្រាប់យើងពីពិតជាវាច្រើនសម្រាប់យើងមែនតែយើងគិតថាយើងទទួលលុយឬក៏ទទួលប្រាក់ខែពីគេគឺយើងនឹងសប្បាយចិត្តនៅពេលដែលយើងបញ្ចេញសមត្ថភាពបញ្ចេញពីចំណេះដឹងរបស់យើងនៅអត់ទាន់ដល់កម្រិតផងដែលយើងចង់បានដែរក៏យើងក៏មិនចង់ទទួលបានដូចគ្នាដែរដោយសារតែសម្រាប់មនុស្សខ្ញុំនៅពេលដែលខ្ញុំបានទៅធ្វើការកន្លែងណាដោយគឺខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដែលខ្ញុំធ្វើអស់ពីដៃអស់ពីចិត្តអស់ពីកាយអស់ពីកម្លាំងផងខ្ញុំនឹងទទួលរីករាយនឹងអ្វីដែលខ្ញុំធ្វើឬក៏ខ្ញុំចង់ឲ្យវាមានគុណភាពនៅការងារផងខ្ញុំហើយខ្ញុំក៏ចង់បាននៅគុណតម្លៃពីការងារផងខ្ញុំហ្នឹងក៏ខ្ញុំអាចនឹងគុណភាពឬក៏តកតងនឹងគំនិតដែលយើងច្នៃប្រឌិតឬក៏តកតងនឹងការដែលយើងបានធ្វើទៅវាមានអារម្មណ៍ថាវាឲ្យធ្វើយើងធ្វើអស់លទ្ធភាពផងយើងគាត់ថាវាមានគុណភាពសម្រាប់យើងមកចឹងទៅវាសម្រាប់ខ្ញុំគឺខ្ញុំចង់បានរបៀបអញ្ចឹងហើយក៏យើងគិតថាការវាតែងតែមានការដែលប្រែប្រួលជាក់ស្ដែងហើយប៉ុន្តែការដែលប្រែប្រួលជាក់ស្ដែងក៏យើងគិតថាវាល្អទៅតាមលក្ខណៈទៅតាមទស្សនវិជ្ជាតាមលក្ខណៈដែលធ្វើភ្លាមដែរហ្នឹងក៏យើងអាចប្រែប្រួលទៅតាមហ្នឹងប៉ុន្តែក៏យើងគិតថាយើងនៅចង់បានគុណភាពការងារដែលធំដែលយើងចង់ធ្វើវិញអានឹងវាមានតម្លៃសម្រាប់យើងអញ្ចឹងណាហើយចឹងទៅខ្ញុំគិតថាការងារគឺវាពិតជាមានតម្លៃសម្រាប់យើងគ្រប់គ្នាហើយយើងក៏ព្យាយាមធ្វើមិនឲ្យការងារយើងឲ្យអស់ពីសមត្ថភាពអស់ពីលទ្ធភាពឬក៏អស់ពីគំនិតផងយើងការដែលច្នៃប្រឌិតផងយើងអញ្ចឹងទៅយើងក៏នឹងសប្បាយរីករាយនឹងពេលដែលចេញទៅលើគុណភាពដែលយើងបានធ្វើបានផលិតមកគឺក៏យើងនឹងទទួលយើងនឹងរីករាយនៅអ្វីដែលយើងឃើញនៅលទ្ធផលនៃការងារផងយើងផងដែរអញ្ចឹងខ្ញុំគិតថាសប្តាហ៍នេះគឺយើងរីករាយជាមួយការងារដែលយើងធ្វើយើងស្រឡាញ់ពិតមែនតែនៅពេលដែលសមត្ថភាពយើងបញ្ចេញអត់អស់ក៏យើងនៅតែនឹងប្របាទនឹងទទួលយកដូចគ្នាហើយក៏យើងនឹងប្របាទទទួលយកនៅប្រាក់កម្រៃដែលយើងចង់បានដូចគ្នាដែរអញ្ចឹងទៅខ្ញុំគិតថាក្រុមហ៊ុនដែលខ្ញុំធ្វើគឺខ្ញុំនឹងដូចខ្ញុំធ្លាប់ប្រាប់ក្រុមហ៊ុនដែរគឺខ្ញុំចង់ធ្វើការងារដែលសមត្ថភាពខ្ញុំមានប្រកបហើយសមត្ថភាពហ្នឹងគឺខ្ញុំបានធ្វើខ្ញុំបានចូលរួមខ្ញុំបានតកតងនឹងការដែលបញ្ចេញគំនិតឬក៏ការដែលច្នៃប្រឌិតអីផ្សេងក៏ខ្ញុំអត់ចង់ធ្វើអ្វីដែរធ្វើហើយធ្វើទៀតធ្វើហើយធ្វើដដែលអញ្ចឹងទៅក៏វានៅតែប៉ុណ្្នឹងអញ្ចឹងទៅធ្វើខ្ញុំគិតថាខ្ញុំនឹងមានឱកាសនៅក្នុងការដែលយើងធ្វើអីនៅកន្លែងអ្នកណានៅកន្លែងគេផ្ដល់ឱកាសយើងក៏យើងបញ្ចេញសមត្ថភាពឲ្យយើងអស់ផងដែរអញ្ចឹងទៅតកតងប្រធានបទនេះដូចខ្ញុំនិយាយអញ្ចឹងគឺការងារដែលយើងស្រឡាញ់ហើយក៏យើងនឹងសប្បាយរីករាយនឹងទទួលដែរប្រាក់ខែដែលយើងទទួលចង់ដែលថាប្រាក់ខែយើងទទួលយកហ្នឹងក៏យើងសប្បាយចិត្តផងដែរចឹងទៅយើងគិតថាវាពិតជាមានតម្លៃសម្រាប់យើងទាំងអស់គ្នានៅពេលដែលយើងទៅធ្វើការកន្លែងណាឬក៏ទីកន្លែងណាឬក៏ទៅដល់ណាក៏ដោយក៏យើងមានគុណតម្លៃសម្រាប់ការងារដែលយើងធ្វើដែរហើយក៏យើងគិតថាក៏យើងបានបញ្ចេញពីសមត្ថភាពយើងអស់ហើយយើងក៏នឹងរីករាយអ្វីដែលយើងធ្វើទៅវា
គិតថាវាល្អសម្រាប់យើងផងដែរអញ្ចឹងទៅខ្ញុំគិតថាបងប្អូនក៏ដូចជាខ្ញុំដែរមិនថាអ្នកដែលគាត់ស្រឡាញ់ការងារដូចគ្នាហើយអ្នកគាត់បានឆ្លងកាត់ការងារធំអីចឹងទៅក៏គាត់យល់ដូចគ្នាមិនថាបងប្អូនដែលធ្លាប់បានធ្វើក្នុងវិស័យដូចខ្ញុំអីចឹងទៅគាត់នឹងយល់អញ្ចឹងទៅក៏តើតើនឹងប្រធានបទមួយនេះខ្ញុំគិតថាជាប្រធានបទមួយដែលខ្ញុំអាចនិយាយបានថាយើងក៏បានឆ្លងកាត់យើងបានជួបនឹងការងារធំជាច្រើនរយៈពេលមិនតិចជាង10 ជិត10ឆ្នាំទេម្ដងសម័យនេះគឺយើងជិត10ឆ្នាំហើយដែរអញ្ចឹងទៅក៏យើងនៅមើលឃើញពីតម្លៃនៃការងារជាច្រើនហើយក៏យល់ពីតម្លៃនៃប្រាក់ដែលយើងទទួលបានឬក៏អ្វីដែលយើងទទួលបានពីគេឲ្យគេយើងពេលដែលគេឲ្យយើងធ្វើយើងព្យាយាមធ្វើឲ្យផ្ចិតផ្ចង់ព្យាយាមធ្វើឲ្យមានគុណភាពព្យាយាមឲ្យអស់លទ្ធភាពហើយយើងនឹងរីករាយនឹងអ្វីដែលគាត់បានផ្ដល់ឲ្យយើងដូចគ្នាផងដែរចឹងអរគុណទៅនឹងការដែលស្ដាប់ប្រធានបទមួយនេះយើងនឹងបន្តនៅប្រធានបទក្រោយៗទៀតផងដែរ